ក្រុមបាល់ទាត់យុវជនពីរក្រុមណាត់ជួបគ្នាប្រកួតមិត្តភាពដើម្បីដកស្រង់បទពិសោធន៍និងពង្រឹងបច្ចេកទេសលើទីលានក្លឹបកីឡាមហាមិត្តនាព្រឹកថ្ងៃទី6 ខែមិថុនាឆ្នាំ2026អាដាមថេងច័ន្ទសង្វាអនុប្រធានយុវជនគណៈបកថ្នាក់កណ្ដាលនិងជាប្រធានយុវជនគណៈបកក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានដឹកនាំក្រុមបាល់ទាត់យុវជនរបស់ក្រសួងប្រកួតបាល់ទាត់មិត្តភាពជាមួយក្រុមបាល់ទាត់សិស្សវិទ្យាល័យក្រុងព្រះសីហនុនៅលើទីលានស្មៅសិប្បនិម្មិតនៃក្លឹបកីឡាមហាមិត្តក្រុងព្រះសីហនុមានប្រសាសន៍បើកការប្រកួតមិត្តភាពអាដាមថេងច័ន្ទសង្វាបានលើកឡើងថាការប្រកួតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសឲ្យកីឡាយុវជនទាំងពីរក្រុមបានសាកល្បងសមត្ថភាពដកស្រង់បទពិសោធន៍បច្ចេកទេសនិងយុទ្ធសាស្ត្រនៃការប្រកួតជាក់ស្ដែងព្រមទាំងពង្រឹងសាមគ្គីភាពមិត្តភាពនិងការយល់ដឹងអំពីគ្នាទៅវិញទៅមកតាមរយៈវិស័យកីឡាអាដាមបានបញ្ជាក់ថាកីឡាមិនត្រឹមតែជាការប្រកួតប្រជែងដើម្បីទទួលបានជ័យជំនះប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងធនធានយុវជនប្រកបដោយវិន័យសុខភាពល្អសីលធម៌និងស្មារតីសហការជាក្រុមដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គមជាតិក្នុងការប្រកួតមិត្តភាពដើម្បីដកស្រង់បទពិសោធន៍និងបច្ចេកទេសនេះក៏មានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់មហាជនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សព្រមទាំងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ព្រមទាំងទះដៃអបអរសាទរយ៉ាងកងរំពងបង្កើនបានជាទស្សនីយភាពដ៏អធិកអធមនិងសប្បាយរីករាយក្រៃលែងបន្ទាប់ពីការប្រកួតប្រព្រឹត្តទៅយ៉ាងស្វាហាប់ក្រោមស្មារតីមិត្តភាពការគោរពគ្នានិងការបង្ហាញសមត្ថភាពបច្ចេកទេសយ៉ាងល្អប្រសើរនិងប្រើពេលអស់90នាទីក្រុមបាល់ទាត់សិស្សវិទ្យាល័យក្រុងព្រះសីហនុបានយកជ័យជំនះទៅលើក្រុមយុវជនគណៈបកក្រសួងដនសដោយលទ្ធផលបច្ចេកទេស5-1